ngày nay nhom nomเนี่ยตรงนี้มาធ្វើมาហូបដែលខ្ញុំចូលចិត្តញ៉ាំជាទីបំផុតហើយមកហូបហ្នឹងគឺជាទឹកគ្រឿងអញ្ចឹងឥឡូវយើងមកមើលពីវិធីដែលខ្ញុំធ្វើទាំងអស់គ្នាអញ្ចឹងដំបូងគឺខ្ញុំមកដាក់ស្ងោរត្រីសិនត្រីហ្នឹងគឺខ្ញុំទិញនៅនេះទេរបៀបត្រីកកហ្នឹងស្តៀងត្រីពោដែរហើយពេលស្ងោរហ្នឹងខ្ញុំដាក់ខ្ទឹមល្ក្រូចអីដែរដើម្បីកុំឲ្យវាឆ្អាបអញ្ចឹងហើយពេលចាំត្រីហ្នឹងគឺខ្ញុំមកលីងខ្ទឹមសខ្ទឹមក្រហមហើយម្ទេសហ្នឹងខ្ញុំដាក់តាមចំណង់ចំណូលចិត្តទៅហើយបន្ទាប់មកខ្ញុំយកមកបុកអញ្ចឹងបន្ទាប់ពីត្រីឆ្អិនគឺខ្ញុំយកត្រីហ្នឹងមកបេះយកតែសាច់វាអញ្ចឹងបន្ទាប់ពីបេះហើយអ្នកនរគ្នាអាចញុំវាអញ្ចឹងក៏បានដែរប៉ុន្តែខ្ញុំយកទៅបុកលាយមួយខ្ទឹមខ្ញុំហ្មងដោយសារសាច់ត្រីហ្នឹងវារៀងហឹងដែរអញ្ចឹងទៅខ្ញុំចង់ឲ្យវារៀងម៉ត់បន្តិចបន្ទាប់មកគឺខ្ញុំដាក់ជាមួយទឹកអំពិលទុំហ្នឹងគឺខ្ញុំយកទឹកថៃមិញហ្នឹងយកមកញុំវាហើយហ្នឹងគឺដាក់តាមចំណង់ចំណូលចិត្តចូលចិត្តជូរប៉ុន្មានដាក់ប៉ុណ្ណឹងទៅបន្ទាប់មកទៀតទឹកដែលយើងស្ងោរត្រីហ្នឹងនៅសល់ហ្នឹងខ្ញុំដាក់ប្រហុកចូលនៅក្នុងហ្នឹងមកបន្ទាប់ពីខ្ញុំឆុំប្រហុកនៅក្នុងអាទឹកហ្នឹងហើយគឺខ្ញុំយកមកដាក់ចូលនៅក្នុងទឹកគ្រឿងរបស់យើងហើយពេលហ្នឹងគឺអ្នកទាំងគ្នាធ្វើដាក់គ្រឿងផងមានដូចជាស្ករប៊ីចេងអំបិលហើយនឹងទឹកថៃអាហ្នឹងតាមចំណង់ចំណូលចិត្តហើយវិធីធ្វើទឹកគ្រឿងខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកទាំងខ្ញុំគិតថាស្រួលខ្លាំងមែនតើបន្ទាប់មកបើយើងមានជីឬក៏ស្លឹកខ្ទឹមគឺយើងអាចកាត់ដាក់នៅក្នុងទឹកគ្រឿងនឹងបានជាធម្មតាហ្នឹងគឺគេចូលចិត្តដាក់ស្លឹកខ្ទឹមប៉ុន្តែខ្ញុំអត់មានខ្ញុំមានតែជីណាអញ្ចឹងទៅខ្ញុំដាក់ជីណាហ្នឹងហ្មងទៅវាឈ្ងុយដូចតែគ្នាហ្នឹងនេះទឹកគ្រឿងខ្ញុំអ្នកទាំងគ្នាគឺពេញមួយចានគោមបុកតែម្ដងហើយម្ហូបហ្នឹងគឺខ្វះបានទេជាមួយនឹងម្លក់ខ្ញុំមានបន្លែសល់ច្រើននៅក្នុងទូពេលអញ្ចឹងប្រមូលបានមកមួយចានអញ្ចឹងទៅហើយតិច